ការសិក្សាស្វែងយល់អំពីនយោបាយតកតងទៅនឹងនយោបាយនេះខ្ញុំលើកសំណួរចំនួន2សម្រាប់ពិចារណាដើម្បីសិក្សាស្វែងយល់អំពីនយោបាយនេះសំណួរទី1ដោយម្ដេចទៅដែលហៅថានយោបាយសំណួរទី2តើប្រជាពលរដ្ឋពិសេសយុវជនគួរចូលរួមក្នុងសកម្មភាពនយោបាយនិងបញ្ហាសង្គមជាតិរបស់ខ្លួនដែរឬទេឥឡូវនេះដើម្បីសិក្សាស្វែងយល់អំពីនយោបាយខ្ញុំចូលទៅកាន់ចំណុចជាបន្តទៅទៀតចំណុចទី1នយោបាយបាទដោយម្ដេចទៅដែលហៅថានយោបាយហើយពាក្យនយោបាយនេះវាមានប្រភពចេញមកពីណាពាក្យនយោបាយនេះវាមានដើមកំណើតចេញមកពីភាសាក្រិកបុរាណដែលគេហៅថា police ពាក្យ police នេះគឺសំដៅទៅលើរដ្ឋឬក៏បុរីន័យនេះវាស្មើទៅនឹងប្រទេសណាបាទចេញពីពាក្យ police មកគេបានពាក្យមួយទៀតគឺ politicos politicos នេះគឺន័យសម្គាល់ទៅលើបុគ្គលម្នាក់ដែលរស់នៅក្នុងរដ្ឋបុរីហ្នឹងឬក៏នៅក្នុងប្រទេសហ្នឹងបាទអន្តរតំណែងតំណងរវាង politicos និង politicos ដែលជាអន្តរតំណែងតំណងរវាងបុគ្គលម្នាក់ដែលរស់នៅក្នុងរដ្ឋហ្នឹងវាបង្កើតទៅជាចំណងដ៏សញ្ញាមួយដែលគេឲ្យឈ្មោះថា politica បាទពាក្យ politica នេះគឺប្រែជាភាសាខ្មែរយើងមកថានយោបាយអញ្ចឹងពាក្យនយោបាយនេះភាសាក្រិកគេហៅថា politica បាទគឺជាប្រភពរបស់ពាក្យនយោបាយឥឡូវនេះយើងចូលមកកាន់អត្ថន័យរបស់ពាក្យនយោបាយពាក្យនយោបាយនេះថ្នាក់ពាក្យជានាមណាមានន័យថាឧបាយក្នុងការណែនាំបាទកលល្បិចឬមេគំនិតដែលគេផ្ដើមឡើងដើម្បីដឹកនាំជនដទៃឲ្យប្រព្រឹត្តទៅរកទីដៅយ៉ាងនេះឬក៏យ៉ាងនោះឬក៏នយោបាយនេះជាកិច្ចការដែលតាក់ទងដោយការគ្រប់គ្រងរដ្ឋចឹងបើផ្អែកទៅតាមន័យនេះពាក្យនយោបាយនេះសំដៅទៅលើឧបាយណាឬក៏កលល្បិចមេគំនិតដែលគេផ្ដើមបង្កើតឡើងដើម្បីដឹកនាំជនដទៃឲ្យប្រព្រឹត្តទៅរកទីដៅណាមួយណាឬក៏យើងនិយាយដោយខ្លីថានយោបាយនេះគឺជាកិច្ចការដែលតាក់ទងជាមួយនឹងការគ្រប់គ្រងរដ្ឋហ្នឹងយើងហៅថានយោបាយហើយតាក់ទងទៅនឹងពាក្យនយោបាយនេះកន្លងមកប្រជាពលរដ្ឋមួយចំនួនគាត់មានការយល់ច្រឡំចំពោះពាក្យនយោបាយដោយនៅក្នុងផ្នត់គំនិតរបស់ពួកគាត់យល់ថាពាក្យនយោបាយនេះគឺសំដៅទៅលើអ្នកនយោបាយឬក៏គណៈបកនយោបាយណាអញ្ចឹងបញ្ហានយោបាយឬក៏បញ្ហាប្រទេសជាតិគាត់គិតថាទុកឲ្យអ្នកនយោបាយជាអ្នកធ្វើទៅហើយចំណែកពួកគាត់ដែលជាប្រជាពលរដ្ឋមិនចាំបាច់ទៅខ្វល់ខ្វាយគិតពីតែកាពះឆ្នាំងបាយរបស់ខ្លួនទៅបានហើយណាហើយនេះគឺជាការយល់ច្រឡំមួយតាមពិតទៅពាក្យនយោបាយនេះគឺវាជាប់តាក់ទងទៅនឹងដឹកនាំគ្រប់គ្រងរដ្ឋណាឬក៏គ្រប់គ្រងប្រទេសជាតិណាហើយក៏វាជាប់ពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋម្នាក់ផងដែរណានយោបាយនេះវាជាប់តាក់ទងទៅនឹងកិច្ចការងារដឹកនាំគ្រប់គ្រងនៅក្នុងប្រទេសមួយនៅក្នុងរដ្ឋមួយដែលមានប្រជាពលរដ្ឋជាអ្នករស់នៅក្នុងប្រទេសនោះបើយើងមើលទៅឃើញថានយោបាយនេះមិនមែនត្រឹមតែជាកិច្ចការងាររបស់អ្នកនយោបាយឬក៏តាក់ទងទៅនឹងការបង្កើតគណៈបកតែប៉ុណ្្នឹងទេណាវាជាប់តាក់ទងទៅនឹងកិច្ចការងារដែលប្រជាពលរដ្ឋត្រូវចូលរួមផងដែរណាអញ្ចឹងនៅក្នុងចំណុចនេះខ្ញុំនិយាយតែប៉ុណ្្នឹងចុះខ្ញុំចូលទៅកាន់ចំណតន័យរបស់ពាក្យនយោបាយជាបន្តទៅទៀតបើផ្អែកទៅតាមទស្សនៈរបស់លោកអារីស្តូតបាទដែលជាទស្សនវិទូក្រិកដ៏ល្បីល្បាញគាត់បានឲ្យនិយមន័យទៅលើពាក្យនយោបាយនេះថានយោបាយនេះគឺជាវិជាសាស្ត្រអំពីភាពថ្កុំថ្កើងភាពសម្បូរសប្បាយរបស់មនុស្សនិងរដ្ឋបុរីទាំងមូលបាទអញ្ចឹងកិច្ចការងារនយោបាយវាជាប់ពាក់ព័ន្ធទៅនឹងកិច្ចការងារនៅក្នុងការគ្រប់គ្រងរដ្ឋបាទធ្វើយ៉ាងណាឲ្យប្រទេសជាតិ
ឬក៏រដ្ឋមួយមានភាពរីកចម្រើនមានភាពថ្កុំថ្កើងរុងរឿងសម្បូរសប្បាយហើយបើផ្អែកតាមទស្សនៈរបស់លោកអារីស្តូតគាត់បានបញ្ជាក់បន្ថែមថាគោលបំណងរបស់នយោបាយគឺធ្វើយ៉ាងណាឲ្យសង្គមមានសុភមង្គលមានភាពសម្បូរសប្បាយនិងភាពល្អប្រសើរអញ្ចឹងមនុស្សធ្វើនយោបាយនេះគឺដើម្បីឲ្យសង្គមមានសេចក្តីសុខមានភាពរុងរឿងរីកចម្រើនណាហើយលោកអារីស្តូតនេះហើយដែលគាត់និយាយថាមនុស្សគឺជាសត្វនយោបាយណាអត្ថភាពនៃសង្គមមនុស្សគឺនយោបាយនឹងហើយដូច្នេះពាក្យនយោបាយនេះគឺជាប់តាក់ទងទៅនឹងចំណងអន្តរតំណែងតំណងឬនឹងអន្តរកម្មរវាងមនុស្សនិងមនុស្សដែលរស់នៅក្នុងសង្គមមួយឬក៏ប្រទេសមួយហើយបើផ្អែកទៅតាមទស្សនៈរបស់នយោបាយវិទូមួយចំនួនបានយល់ថាពាក្យនយោបាយនេះគឺមានន័យថាជាសិល្បៈដឹកនាំរដ្ឋដឹកនាំសង្គមគ្រួសារនិងបុគ្គលឲ្យទទួលបានជោគជ័យនៅក្នុងកិច្ចការងាររបស់គេបើផ្អែកទៅតាមន័យនេះពាក្យនយោបាយនេះវាសំដៅទៅលើសិល្បៈនៅក្នុងការដឹកនាំណាដឹកនាំរដ្ឋដឹកនាំសង្គមដឹកនាំគ្រួសារនិងបុគ្គលធ្វើម៉េចឲ្យមានភាពជោគជ័យនៅក្នុងកិច្ចការងាររបស់ខ្លួនហ្នឹងគឺជានយោបាយហើយបាទឥឡូវនេះខ្ញុំចូលទៅកាន់ចំណុចបន្តទៅទៀតបើផ្អែកទៅតាមទស្សនៈរបស់លោកផ្លាតុងដែលជាទស្សនវិទូក្រិចបុរាណដ៏ល្បីល្បាញម្នាក់ផងដែរគាត់បានឲ្យនិយមន័យនយោបាយនេះថានយោបាយគឺជាសិល្បៈដឹកនាំអប់រំគ្រប់គ្រងសង្គមមនុស្សដោយធ្វើឲ្យមនុស្សជឿជាក់ទៅលើអ្វីមួយហើយគាត់ក៏បានបញ្ជាក់បន្ថែមទៀតផងដែរថានយោបាយនេះគឺជាអ្វីដែលរដ្ឋបានធ្វើកំពុងធ្វើអាចនឹងធ្វើដែលក្របលំដាប់លើសកម្មភាពកិច្ចការជាច្រើនរបស់រដ្ឋរួមមានដូចជាការងារស្ថាបនាអភិវឌ្ឍសណ្ដាប់ធ្នាប់សាធារណៈសន្តិសុខជាតិការរៀបចំបទបញ្ញត្តិច្បាប់និងគតិយុត្តព្រមទាំងការងារទំនាក់ទំនងផ្សេងជាច្រើនទៀតអញ្ចឹងបើផ្អែកទៅតាមទស្សនៈរបស់លោកផ្លាតុងឃើញថានយោបាយនេះវាជាប់តាក់ទងទៅនឹងការងារដឹកនាំនឹងឯងបាទដឹកនាំរដ្ឋដឹកនាំប្រទេសមួយហើយនយោបាយនេះវាគ្របដណ្ដប់ទៅលើគ្រប់សកម្មភាពណាកិច្ចការជាច្រើនរបស់រដ្ឋមួយផ្អែកទៅតាមវិស័យមួយទៅតាមផ្នែកនីមួយណាអញ្ចឹងអ្វីដែលរដ្ឋឬក៏អ្នកដឹកនាំបានធ្វើកន្លងមកកំពុងតែធ្វើឬក៏នឹងធ្វើទៅថ្ងៃអនាគតតាក់ទងទៅនឹងការគ្រប់គ្រងរដ្ឋឬក៏ការគ្រប់គ្រងប្រទេសហ្នឹងគឺនៅតាមក្រសួងស្ថាប័ននៅតាមផ្នែកទៅតាមវិស័យណាបាទនីមួយគឺជាកិច្ចការងារដែលជាប់ពាក់ព័ន្ធទៅនឹងនយោបាយបាទនេះគឺជាឧទាហរណ៍នយោបាយទឹកហ្នឹងក៏ជានយោបាយដែរណាតាក់ទងទៅនឹងការជីកបន្លាយការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រដើម្បីយកទឹកមកប្រើប្រាស់ធ្វើស្រែធ្វើចម្ការបម្រើឲ្យការងារខាងវិស័យកសិកម្មណាហើយគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មវិស័យប្រៃសណីបាទវិស័យសេដ្ឋកិច្ចគោលនយោបាយអប់រំការអប់រំនេះក៏ជាប់ពាក់ព័ន្ធទៅនឹងការងារនយោបាយនឹងហើយណាបាទនយោបាយការពារជាតិក៏ជានយោបាយបាទអញ្ចឹងវាមានកិច្ចការងារជាច្រើនទៀតដែលជាប់តាក់ទងទៅនឹងនយោបាយនេះវាគ្របដណ្ដប់ទៅលើគ្រប់ការងារទាំងអស់បាទនៅក្នុងសង្គមជាតិមួយនៅក្នុងប្រទេសមួយបាទសុទ្ធតែជាប់ពាក់ព័ន្ធទៅនឹងការងារនយោបាយហើយខ្ញុំចូលទៅកាន់ចំណុចជាបន្តទៅទៀតបាទអញ្ចឹងជារួមមកនយោបាយនេះវាផ្ដោតទៅលើទំនាក់ទំនងរវាងប្រជាពលរដ្ឋបាទរដ្ឋាភិបាលច្បាប់ការរីកចម្រើនរបស់ប្រទេសស្ថិរភាពសង្គមនិងការចូលរួមរបស់ប្រជាជនក្នុងការកសាងប្រទេសជាតិជាមួយរដ្ឋាភិបាលអញ្ចឹងនយោបាយនេះគឺផ្ដោតទៅលើអន្តរតំណែងតំណងរវាងប្រជាពលរដ្ឋនិងរដ្ឋាភិបាលណាកិច្ចការងារតាក់ទងទៅនឹងច្បាប់កិច្ចការងារដែលតាក់ទងទៅនឹងការអភិវឌ្ឍកសាងប្រទេសជាតិ
ធ្វើម៉េចឲ្យប្រទេសជាតិវាមានការរីកចម្រើនមានសុខមានសន្តិភាពណាហើយនឹងការចូលរួមចំណែករបស់ប្រជាជននៅក្នុងការកសាងប្រទេសជាតិរបស់ខ្លួនជាមួយរដ្ឋាភិបាលប្រជាពលរដ្ឋដែលគាត់ធ្វើការងារជាមន្ត្រីរាជការនៅតាមក្រសួងស្ថាប័ននីមួយៗសុទ្ធតែជាការងារជាប់ពាក់ព័ន្ធទៅនឹងនយោបាយទាំងអស់បាទដោយគាត់ធ្វើការងារខាងអប់រំយ៉ាងម៉េចឲ្យផ្នែកអប់រំនឹងវាមានការរីកចម្រើនធ្វើការងារខាងវិស័យកសិកម្មធ្វើយ៉ាងម៉េចឲ្យខាងវិស័យកសិកម្មវាមានការរីកចម្រើនអ្នកធ្វើការងារខាងវិស័យផ្សេងទៀតធ្វើម៉េចឲ្យក្រសួងស្ថាប័នរបស់ខ្លួនផ្នែករបស់ខ្លួនវាមានការរីកចម្រើនអញ្ចឹងវិស័យនីមួយរីកចម្រើនប្រទេសជាតិរីកចម្រើនអញ្ចឹងគោលដៅនយោបាយនៃការដឹកនាំរដ្ឋឬក៏ប្រទេសគឺធ្វើឲ្យប្រទេសជាតិរីកចម្រើននឹងហើយណាចឹងកាលណាប្រទេសជាតិមានសុខមានសន្តិភាពមានការរីកចម្រើនប្រជាពលរដ្ឋនៅក្នុងប្រទេសហ្នឹងក៏វាមានការរីកចម្រើនវាមានតំណែងតំណងគ្នារវាងរដ្ឋនិងប្រជាពលរដ្ឋហើយនឹងតំណែងតំណងគ្នារវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋផងដែរអញ្ចឹងអន្តរតំណែងតំណងនេះគឺជាចំណងមួយដែលបង្កើតឲ្យមានឡើងការងារនយោបាយនេះឡើងដើម្បីដឹកនាំសង្គមដឹកនាំប្រទេសជាតិដឹកនាំរដ្ឋធ្វើយ៉ាងណាឲ្យអន្តរតំណែងតំណងនេះវាមានភាពល្អប្រសើរឡើងទៅតាក់ទងទៅនឹងអត្តន័យពាក្យនយោបាយនេះខ្ញុំនិយាយតែប៉ុណ្្នឹងចុះខ្ញុំចូលទៅកាន់ចំណុចថ្មីមួយទៀតគោលបំណងរបស់នយោបាយបាទថាតើការធ្វើនយោបាយនេះគឺមានគោលបំណងដើម្បីអី